បាទខ្ញុំសូមជំរាបសួរបងប្អូនជាថ្មីឡើងវិញជំងឺរើមភាគច្រើនកើតឡើងទៅលើអ្នកដែលមានវ័យចាស់អ្នកដែលមានវ័យក្មេងកម្រកើតរើមណាស់ខ្ញុំជឿថាបងប្អូនយើងពិតជាបានដឹងថារើមគឺជាជំងឺដែលធ្វើឲ្យមានពងបែកនៅលើស្បែករបស់យើងប៉ុន្តែបងប្អូនយើងខ្លះមិនបានដឹងទេថាជំងឺរើមអាចធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំងបើទោះបីជាពងបែកដែលស្ថិតនៅលើស្បែករបស់យើងបានជារួចទៅហើយក្តីហើយជួនកាលទៀតការឈឺចាប់នៅបន្តរាប់ខែបន្ទាប់ពីពងបែកនេះបានជារួចទៅហើយមូលហេតុនៃជំងឺនេះគឺមកពី virus Oxfy ដែលគេហៅថា virus varicella zoster បានសេចក្តីថា virus Oxfy នេះវាអាចធ្វើឲ្យយើងកើត Oxfy ផងនិងជំងឺរើមទៀតផងបងប្អូនប្រហែលជាធ្លាប់បានឮគេនិយាយអំពី Oxfy ឬក៏ចាស់ខ្លះប្រហែលជាធ្លាប់បានឃើញOxfy ពីមុនហេតុផលដែលយើងកម្របានឃើញជំងឺ Oxfy នៅពេលបច្ចុប្បន្ននេះគឺពីព្រោះក្មេងៗឥឡូវភាគច្រើនបានទទួលវ៉ាក់សាំងការពារជំងឺ Oxfy សូមជម្រាបថាវ៉ាក់សាំង Oxfy ត្រូវចាក់2ដូសទៅលើកូនក្មេងដូសដំបូងពេលមានអាយុពី12ទៅ15ខែនិងលើកទី2ពេលមានអាយុពី4ឆ្នាំទៅ6ឆ្នាំបើចាក់បានតែមួយដូសគឺថាមិនចាត់ទុកថាគ្រប់គ្រាន់ទេបាទខុសគ្នាពីជំងឺរើមជំងឺ Oxfy បង្កើតជាពងបែកដែលកើតឡើងពេញខ្លួនយើងតែម្ដងកន្ទួល Oxfy ចាប់ផ្ដើមជាដំបូងពីកន្ទួលដែលមានលក្ខណៈជាពណ៌ក្រហមរាបស្មើនឹងស្បែកយើងរួចហើយទៅឡើងប៉ោងបន្តិចរួចទៅចាប់ផ្ដើមមានពងបែកហើយទីបំផុតក្រៀមជាក្រមមុននឹងជាប៉ុន្តែកន្ទួលនីមួយៗរបស់ Oxfy នៅលើស្បែកអ្នកជំងឺមានលក្ខណៈខុសគ្នាត្រង់ថាកន្ទួលនេះច្រើនមានអាយុខុសៗគ្នាបានសេចក្តីថាខ្លះកើតខ្លះទើបនឹងកើតថ្មីនៅតូចនៅឡើយហើយខ្លះទៀតឡើងធំនឹងមានពងបែកហើយខ្លះទៀតចាប់ផ្ដើមក្រៀមជាក្រមរួចទៅហើយចំណែកឯកន្ទួលនៃជំងឺរើមវិញมันកើតពេញខ្លួនទេវាច្រើនកើតជាបន្ទះនៅលើស្បែករបស់យើងហើយតែមួយចំហៀងខ្លួនយើងទេมันចេញពេញទាំងសងខាងខ្លួនយើងដូច Oxfy ទេបាទសូមបញ្ជាក់ឡើងវិញថាដើម្បីឲ្យមនុស្សម្នាក់អាចកើតរើមបានតើតែអ្នកនោះមាន virus Oxfy នៅក្នុងខ្លួនយើងសិនបើมันមាន virus Oxfy នៅក្នុងខ្លួនរបស់យើងទេអ្នកនោះគឺថាมันអាចកើតជំងឺរើមបានទេបាទហើយមនុស្សម្នាក់អាចមាន virus Oxfy នៅក្នុងខ្លួនយើងបានគឺដោយសារប្រការ2យ៉ាងទី1កើត Oxfy តាមធម្មជាតិបានសេចក្តីថាឆ្លងពីអ្នកណាមួយដែលមានជំងឺនេះឬក៏ទី2មិនតាមធម្មជាតិបានសេចក្តីថាបានទទួលវ៉ាក់សាំងប្រឆាំងនឹង Oxfy ពេលយើងនៅក្មេងនៅឡើយប៉ុន្តែជំងឺរើមកើតទៅលើអ្នកកើត Oxfy ពីធម្មជាតិមានច្រើនជាងអ្នកដែលបានទទួលវ៉ាក់សាំង Oxfy ហេតុផលគឺពីព្រោះវ៉ាក់សាំង Oxfy បង្កើតឡើងដោយ virus ដែលត្រូវគេធ្វើឲ្យខ្សោយសិនដែលពាក្យពេទ្យហៅថា attenuated live virus
គេមិនយក virus ធម្មតាពេញកម្លាំងមកធ្វើជាវ៉ាក់សាំងទេបាទដូច្នេះហើយបានជាអ្នកដែលបានទទួលវ៉ាក់សាំងនេះកម្រអាចមានលទ្ធភាពទៅបង្កើតជាជំងឺរើមណាស់ទៅថ្ងៃមុខបាទអត់ស្ម័យជាជំងឺដែលជាទៅវិញដោយខ្លួនឯងប៉ុន្តែអ្វីដែលចម្លែកគឺថាបន្ទាប់ពីយើងជាពីអត់ស្ម័យហើយបានសេចក្តីថាលែងមានកន្ទួលនៅលើស្បែកទៀតហើយ virus អត់ស្ម័យនេះវានៅតែមាននៅក្នុងខ្លួនយើងជានិច្ចបានសេចក្តីថាវាបន្តលាក់ខ្លួននៅក្នុងខ្លួនយើងឬក៏វាអាចទៅពួនសំងំឬក៏ដេកក្នុងខ្លួនរបស់យើងសួរថាតើវាទៅលាក់ខ្លួននៅឯណានេះគឺជាតួឆ្អឹងខ្នងរបស់យើងហើយបើយើងពង្រីកវាឲ្យធំយើងនឹងឃើញសរសៃប្រសាទរបស់យើងវាចេញពីឆ្អឹងខ្នងយើងតាមរបៀបនេះហើយសរសៃប្រសាទនេះវាទៅចិញ្ចឹមស្បែកយើងទាំងខាងឆ្វេងនិងទាំងខាងស្ដាំបន្ទាប់ពីយើងមានជំងឺអត់ស្វាយរួច virus អត់ស្វាយនេះវាទៅពួនក្នុងសរសៃប្រសាទយើងនេះហើយតួនាទីនៃសរសៃប្រសាទទាំងនេះវាតាក់ទងទៅនឹងកាយវិញ្ញាណរបស់យើងដែលពាក្យពេទ្យហៅថា sensory nerve ឧទាហរណ៍មួយនៃមុខងារនៃ sensory nerve នេះគឺបើយើងស្ទាបឆ្នាំងដែលនៅក្តៅនៅឡើយសរសៃវិញ្ញាណរបស់យើងវានឹងប្រាប់មកយើងថាឆ្នាំងនេះវាក្តៅបង្ខំមកយើងដកដៃចេញភ្លាមកុំឲ្យរលាកទាន់ហើយបើយើងស្ទាបទឹកកកសរសៃនេះប្រាប់មកយើងវិញថាត្រជាក់ណាស់virus អត់ស្វាយនេះវាទៅផ្ដុំគ្នាពួនដេកសំងំពួននៅក្នុងសរសៃប្រសាទទាំងនេះហើយភាគច្រើនវាសំងំដេករហូតវាមិនភ្ញាក់មកវិញទេប៉ុន្តែចំពោះអ្នកខ្លះ virus នេះវាអាចភ្ញាក់ឡើងវិញហើយរត់តាមសរសៃនេះមកស្បែករបស់យើងទៅបង្កើតឲ្យទៅជាជំងឺរើមសួរថាអ្វីទៅដែលអាចទៅដាស់ virus នេះឲ្យភ្ញាក់ពីដេកបានចម្លើយគឺមកពីមានអ្វីមួយទៅកាត់បន្ថយសកម្មភាពរបស់ប្រព័ន្ធការពាររបស់យើងហើយភាគច្រើនអ្វីដែលធ្វើឲ្យប្រព័ន្ធការពារយើងចុះអន់ថយគឺអាយុរបស់យើងតែម្ដងតាមធម្មជាតិពេលយើងមានអាយុកាន់តែច្រើនប្រព័ន្ធការពាររបស់យើងក៏វាចុះអន់ថយទៅតាមនោះដែរដូច្នេះហើយបានជារើមច្រើនកើតឡើងនៅលើមនុស្សចាស់ដោយពិតទៅ 50% នៃអ្នកកើតរើមច្រើនមានអាយុលើសពី60ឆ្នាំឡើងទៅលើបាទអ្វីផ្សេងទៀតដែលអាចធ្វើឲ្យប្រព័ន្ធការពាររបស់យើងចុះអន់ថយបានគឺការទទួលការព្យាបាលដោយសារយើងមានជំងឺមហារីកដោយសារយើងមានជំងឺអេដឬក៏មានជំងឺខ្សោយប្រព័ន្ធការពារដែលបណ្ដាលមកពីបញ្ហាផ្សេងទៀតសូមកុំភ្លេចថា stress ក៏អាចធ្វើឲ្យប្រព័ន្ធការពាររបស់យើងចុះខ្សោយបានដែរបាទសួរថាពេលអ្នកណាម្នាក់កើតរើមតើគាត់អាចចម្លងរើមនេះទៅអ្នកផ្សេងបានដែរឬទេចម្លើយជាទូទៅអ្នកកើតរើមមិនអាចចម្លងរើមនេះទៅអ្នកផ្សេងបានទៀតទេបាទក៏ប៉ុន្តែបើអ្នកមានរើមនៅក្បែរអ្នកដែលមិនដែលកើតអុតស្វាយពីមុនឬក៏មិនដែលបានទទួលវ៉ាក់សាំងការពារអុតស្វាយពីមុនគាត់អាចចម្លងជំងឺអុតស្វាយពីជំងឺរើមរបស់គាត់បានសេចក្តីថាគាត់មិនអាចចម្លងរើមឲ្យទៅកើតរើមទៅលើអ្នកឯទៀតបានទេប៉ុន្តែអាចចម្លងជាជំងឺអុតស្វាយទៅអ្នកដែលមិនដែលកើតអុតស្វាយឬក៏មិនដែលបានចាក់វ៉ាក់សាំងការពារចំពោះរោគសញ្ញាវិញគឺមានការឈឺចាប់រមាស់រលាកស្ពឹកឈឺចាក់ឈាប
នៅមួយចំហៀងខ្លួនជួនកាលមុនទាំងពេលដែលកន្ទួលនៅលើស្បែកយើងកើតឡើងទៀតផងសូមសង្កត់ត្រង់នេះបាទជួនកាលយើងឈឺមុនទាំងមានរើមកើតនៅលើស្បែករបស់យើងទៀតផងអ្នកខ្លះទៀតមានអាការក្តៅខ្លួនឈឺក្បាលអស់កម្លាំងហើយបន្ទាប់មកទៅកន្ទួលលើស្បែកចាប់ផ្ដើមកើតឡើងមុនដំបូងវាឡើងរាងក្រហមរួចទៅមានពងបែករួចទៅបង្កើតជាក្រមដែលទីបំផុតជុះចេញជាទៅវិញក្នុងរយៈពេល7ទៅ10ថ្ងៃក្រោយមកសូមជម្រាបថាកន្ទួលទាំងនេះវាចេញជាប្រទេសហើយមានតែនៅមួយចំហៀងខ្លួនរបស់យើងទេគឺថាវាមិនអាចឆ្លងហួសជួរខ្នងជួរឆ្អឹងខ្នងទៅមួយចំហៀងខ្លួនយើងទៀតបានទេបាទគឺវាទៅតាមការប៉ះពាល់ដល់សរសៃប្រសាទខាងឆ្វេងឬខាងស្ដាំរបស់យើងបើវាប៉ះពាល់ដល់សរសៃខាងស្ដាំដូចនៅក្នុងរូបនេះកន្ទួលវានឹងកើតនៅខាងស្ដាំហើយបើវាប៉ះពាល់សរសៃខាងឆ្វេងកន្ទួលនេះវានឹងកើតនៅប៉ែកខាងឆ្វេងរបស់ខ្លួនយើងចំពោះអ្នកខ្លះគាត់មានការឈឺចាប់តែបន្តិចបន្តួចទេក៏ប៉ុន្តែអ្នកខ្លះវិញបែរជាមានការឈឺចាប់យ៉ាងខ្លាំងហើយអ្នកជំងឺច្រើនបដូរការឈឺនេះថាឈឺដូចមានការរលាកដូចចាក់នឹងកាំបិតឬក៏ដូចខ្សែភ្លើងឆក់ការឈឺចាប់នេះអាចបន្តរាប់អាទិត្យរាប់ខែហើយជួនកាលទៀតរាប់ឆ្នាំក៏មានបើទោះបីជាកន្ទួលនេះវាជាបាត់រួចទៅហើយក្តីបាទសួរថាហេតុអ្វីបានជាកន្ទួលនេះធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំងដូច្នេះបើកន្ទួលវាជាបាត់ទៅហើយដូចខ្ញុំបានជម្រាបពីខាងលើ virus នេះគឺថាវាសំងំនៅក្នុងសរសៃប្រសាទដែលតាក់ទងទៅនឹងសរសៃវិញ្ញាណរបស់យើងហើយដូច្នេះហើយបានជាវាអាចធ្វើឲ្យយើងមានការឈឺចាប់ទៅលើស្បែកយើងបើទោះជាយើងឡើងមានកន្ទួលទៅហើយក៏ដោយសូមបញ្ជាក់ដែរថាសរសៃប្រសាទមួយវាទៅប៉ះពាល់ចំណែកច្បាស់លាស់នៃទីតាំងរបស់ស្បែកយើងដែលពាក្យពេទ្យហៅថា dermatome dermatome នេះគឺជាទីតាំងរបស់ស្បែកយើងដែលបានទទួលការចិញ្ចឹមពីសរសៃប្រសាទនីមួយៗឧទាហរណ៍បើ virus នេះវាចេញមកពីតំបន់T9 ឬក៏ជាភាសាបារាំងវិញហៅថា T9 ប៉ែកខាងស្ដាំវានឹងបណ្ដាលឲ្យមានកន្ទួលនៅម្ដុំប៉ែកខាងស្ដាំវាមិនបណ្ដាលឲ្យកន្ទួលនេះទៅកើតកន្លែងផ្សេងទៀតទេបានន័យថាវាមិនទៅបង្កើតជាកន្ទួលនៅកន្លែង T5 បានទេបាទប៉ុន្តែអ្វីមួយទៀតដែលចម្លែកគឺ virus នេះគឺវាអាចទៅលាក់ខ្លួននៅក្នុងសរសៃប្រសាទដែលចិញ្ចឹមស្បែកនៅលើមុខរបស់យើងបានដែរដែលអាចបណ្ដាលឲ្យមានកន្ទួលនៅលើស្បែកយើងមួយចំហៀងក្បាលក្បែរភ្នែករបស់យើងដែលអាចធ្វើឲ្យយើងពិការភ្នែកទៀតផងដូច្នេះបើមានកន្ទួលពងបែកនៅម្ដុំភ្នែករបស់យើងវាជាការចាំបាច់ណាស់ដែលបងប្អូនត្រូវទៅជួបគ្រូពេទ្យរបស់បងប្អូនឬក៏ទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះគឺគេមិនបាច់ធ្វើតេស្តឈាមឬក៏ថតឬក៏ធ្វើតេស្តផ្សេងទៀតទេគ្រូពេទ្យគ្រាន់តែធ្វើការពិនិត្យទៅលើកន្ទួលលើស្បែកយើងគឺថាគ្រប់គ្រាន់ណាស់ទៅហើយគាត់ក៏អាចដឹងថាយើងកើតជំងឺរើមឬក៏អត់ដែរចំណែកឯការព្យាបាលនៃជំងឺរើមនេះវិញថ្នាំសំខាន់ជួរមុខគេគឺថ្នាំកម្ចាត់ virus ដូចជា acyclovir ឬក៏ valacyclovir ជាដើម
ចំពោះបងប្អូនដែលបានមើលវីដេអូខ្ញុំអំពីជំងឺវាចមាត់បងប្អូនមានចាំបានទេថាថ្នាំនេះក៏សម្រាប់យកទៅប្រើទៅលើជំងឺវាចមាត់ដែលហៅថា Bell's palsy ដែរហើយថ្នាំនេះវាមានប្រសិទ្ធភាពល្អតែពេលណាយើងប្រើវាភ្លាមគឺថាកុំឲ្យលើសពី72ម៉ោងបន្ទាប់ពីរោគសញ្ញាការព្យាបាលនេះវាទៅកាត់បន្ថយរយៈពេលនៃជំងឺនិងកាត់បន្ថយការឈឺចាប់ពេលកំពុងមានជំងឺរោមនេះនិងអាចការពារកុំឲ្យយើងមានការឈឺចាប់ខ្លាំងរាប់ថ្ងៃរាប់ខែទៅថ្ងៃមុខចំពោះការព្យាបាលដើម្បីកាត់បន្ថយការឈឺចាប់វិញគ្រូពេទ្យច្រើនប្រើថ្នាំ acetaminophen ឬក៏ ibuprofen ឬក៏ជួនកាលទៀតបើចាំបាច់គ្រូពេទ្យអាចប្រើថ្នាំដែលមានកម្រិតខ្ពស់ជាងដូចជាថ្នាំឈ្មោះ gabapentin ជាដើមបើមានការរមាស់ខ្លាំងពេកបងប្អូនអាចប្រើថ្នាំលាបដូចជា calamine lotion ជាដើមសូមបញ្ជាក់ថាយើងមិនមានថ្នាំអ្វីដែលធ្វើឲ្យយើងជាដាច់ឬក៏ជារហូតពីជំងឺនេះបានទេបាទចំណែកឯវិធីការពារវិញសប្តាហ៍ថ្ងៃនេះគេមានវ៉ាក់សាំងការពារយើងកុំឲ្យកើតរើមហៅថាវ៉ាក់សាំង Shingrix អនុសាសន៍នៅសហរដ្ឋអាមេរិកគឺគេប្រើទៅលើមនុស្សចាស់ដែលមានអាយុលើសពី50ឆ្នាំឡើងទៅលើហើយត្រូវការ2ដូសដូសទី2គឺពី2ខែទៅ6ខែបន្ទាប់ពីដូសទី1អ្នកដែលធ្លាប់ទទួលវ៉ាក់សាំងអុតស្វាយឬក៏អ្នកធ្លាប់កើតអុតស្វាយឬក៏ធ្លាប់កើតរើមក៏អាចប្រើវ៉ាក់សាំង Shingrix នេះបានដែរបាទដូច្នេះសូមបងប្អូនតាក់ទងទៅនឹងគ្រូពេទ្យបងប្អូនបើមិនដែលបានទទួលវ៉ាក់សាំងនេះនៅឡើយហើយបើមានអាយុលើសពី50ឆ្នាំឡើងទៅលើសូមអរគុណនិងសូមជម្រាបលាបាទ